ខ្ញុំចាប់អារម្មណ៍ភូមិមួយនៅក្នុងទីក្រុងភ្នំពេញដែលយើងប្រហែលជាធ្លាប់ជិះកាត់រាល់ថ្ងៃទីនោះគឺភូមិចិនដាំដែកដែលស្ថិតនៅម្ដុំសង្កាត់ស្រះចកខណ្ឌភ្នំពេញយើងនឹងឯងមែនតើនៅទីនេះគឺជាភូមិចំណាស់មួយកណ្ដាលរាជធានីដែលយើងអាចចំណាំបានយ៉ាងងាយតាមរយៈសំណង់អគារបុរាណជាច្រើនដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះបើទោះបីជាទីនេះជាភូមិចំណាស់មួយមែនតែខ្ញុំពិតជាចូលចិត្តមើលពីទស្សនវិជ្ជាទាំងមូលនៅទីនេះខ្លាំងមែនតើជាពិសេសគឺភាពផ្ចិតផ្ចង់នៃស្ថាបត្យកម្មទាំងអស់នោះវាផ្ដល់នូវអារម្មណ៍មួយដែលប្លែកដូចជាយើងកំពុងតែធ្វើដំណើរថយក្រោយទៅកាន់អតីតកាលអញ្ចឹងក្រៅពីសំណង់អគារចាស់ៗនៅទីនេះក៏ជាបណ្ដុំនៃ street food ដែលកំពុងលាក់ខ្លួនផងដែរនៅតាមច្រកផ្លូវបុរាណទាំងនេះយើងនឹងឃើញមានរទេះលក់ម្ហូបអាហារចល័តជាច្រើនឆ្លងកាត់ពីផ្ទះមួយទៅផ្ទះមួយបង្កើតបានជាទស្សនវិជ្ជាដ៏រស់រវើកនៅក្នុងសហគមន៍បុរាណមួយនេះអ្វីដែលធ្វើឲ្យខ្ញុំកាន់តែស្រឡាញ់សហគមន៍មួយនេះគឺការរក្សាបាននូវភាពសាមញ្ញញញឹមរាក់ទាក់ការប្រស្រ័យទាក់ទងគ្នាការរស់នៅក្នុងភាពជាសហគមន៍មួយយ៉ាងពេញលេញយើងនៅតែអាចឃើញទស្សនវិជ្ជាអ្នកជិតខាងអង្គុយជជែកគ្នាលេងនៅខាងមុខផ្ទះសម្រាប់សើចសប្បាយរបស់ក្មេងៗនៅសកម្មភាពកម្សាន្តផ្សេងៗទៀតដែលទស្សនវិជ្ជាទាំងនេះវាស្ទើរតែបាត់បង់ទៅហើយនៅក្នុងសម័យកាលបច្ចុប្បន្ននេះសម្រាប់ខ្ញុំភូមិចិនដំដែកមិនគ្រាន់តែជាភូមិប្រវត្តិសាស្ត្រមួយទេអ្វីដែលខ្ញុំបានរៀនពីទីនេះគឺភាពជាសហគមន៍ការរស់នៅជាប្រស្រ័យទាក់ទងគ្នាក្នុងនាមជាអ្នកភូមិផងរបងជាមួយវាជាសេចក្តីសុខបែបសាមញ្ញដែលលុយមិនអាចទិញបានហើយនេះគឺជាអ្វីដែលយើងគួរតែមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនៅសម័យកាលឌីជីថលមួយនេះ